នេះគុំចាំថ្ងៃស្អែកថ្ងៃនេះគឺជាថ្ងៃចាប់ដើមគុំឲ្យពាក្យថាស្អែកអាចលួចយកអនាគតរបស់អ្នកបានជីវិតមិនផ្លាស់ប្ដូរដោយការរងចាំទេជីវិតគឺផ្លាស់ប្ដូរដោយសកម្មភាពតូចៗដែលយើងចាប់ដើមធ្វើនៅថ្ងៃនេះមានពេលមួយក្នុងជីវិតដែលមនុស្សម្នាក់ភ្ញាក់ឡើងហើយចាប់ដើមសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅដដែលហេតុអ្វីខ្ញុំចង់បានជោគជ័យប៉ុន្តែខ្ញុំមិនព្រមចាប់ដើមហេតុអ្វីខ្ញុំមានសុបិនប៉ុន្តែខ្ញុំនៅតែចាំថ្ងៃស្អែកបងប្អូនសំណួរទាំងនេះមិនមែនសម្រាប់ធ្វើឲ្យយើងខ្វះខ្លួនឯងទេវាសម្រាប់ធ្វើឲ្យយើងភ្ញាក់ខ្លួនព្រោះការពិតគឺនោះជាច្រើនមិនមែនបរាជ័យដោយសារគ្មានសមត្ថភាពទេពួកគេអាចបរាជ័យដោយសារពន្យាពេលខ្លួនឯងយូរពេកពួកគេអាចនិយាយថាចាំស្អែកចាំមានពេលសិនចាំមានលុយសិនចាំមានរំល្អសិនចាំអ្វីៗស្រួលជាងនេះសិនប៉ុន្តែជីវិតមិនរងចាំនឹងទេនាឡិកានៅតែដើរថ្ងៃនៅតែកន្លងផុតទៅអាយុនៅតែបន្ថែមឱកាសខ្លះកន្លងផុតទៅហើយមិនអាចត្រឡប់មកវិញបានទេដូច្នេះសារថ្ងៃនេះសាមញ្ញណាស់គុំចាំស្អែកជួចាប់ផ្ដើមថ្ងៃនេះមិនចាំបាច់ចាប់ផ្ដើមធំទេមិនចាំបាច់ចាប់ផ្ដើមល្អឥតខ្ចោះទេតែត្រូវតែចាប់ផ្ដើមព្រមនោះដែលចាប់ផ្ដើមតូចៗថ្ងៃនេះគឺជំនួសដែលកំពុងសាងអនាគតរបស់ខ្លួនដោយដៃខ្លួនឯងបងប្អូនរស់ដែលសំខាន់បំផុតនៅក្នុងជីវិតមិនមែនជាលុយទេលុយបាត់ទៅអាចរកវិញបានរបស់បាត់ទៅអាចទិញវិញបានកំហុសខ្លះអាចកែវិញបានប៉ុន្តែពេលវេលាដែលកន្លងផុតទៅហើយនោះមិនអាចទិញវិញបានទេមិនអាចខ្ចីពីនរណាម្នាក់បានទេមិនអាចត្រឡប់ទៅយកវិញបានទេរាល់ព្រឹកមានគេដាក់លុយ$86,400ឲ្យអ្នកប៉ុន្តែពាក់កណ្ដាលត្រៀតលុយដែលអ្នកមិនបានប្រើនឹងបាត់អស់តើអ្នកនឹងប្រើយ៉ាងខ្ជះខ្ជាយទេប្រកបណាស់អ្នកមិនធ្វើដូច្នោះទេអ្នកនឹងគិតឲ្យហ្មត់ចត់អ្នកនឹងប្រើវាឲ្យមានតម្លៃអ្នកនឹងមិនបោះចោលវាលេងៗទេប៉ុន្តែជារាល់ថ្ងៃជីវិតក៏ផ្ដល់ឲ្យយើងនៅរបស់មួយដែលថ្លៃជាងលុយទៅទៀតគឺ$86,400 វិនាទីរាល់ថ្ងៃយើងមាន24ម៉ោងដូចគ្នាអ្នកជោគជ័យក៏មាន24ម៉ោងអ្នកកំពុងតស៊ូក៏មាន24ម៉ោងអ្នកកំពុងសិក្សាកំពុងធ្វើការកំពុងកសាងគ្រួសារក៏មាន24ម៉ោងដូចគ្នាភាពខុសគ្នាគឺនៅលើរបៀបដែលយើងប្រើម៉ោងទាំងនោះអ្នកខ្លះប្រើពេលដើម្បីរីកចម្រើនអ្នកខ្លះប្រើពេលដើម្បីគិតចេញពីការទទួលខុសត្រូវអ្នកខ្លះប្រើពេលដើម្បីរៀនអ្នកខ្លះប្រើពេលដើម្បីរំខានខ្លួនឯងអ្នកខ្លះប្រើពេលដើម្បីកសាងអនាគតអ្នកខ្លះប្រើពេលដើម្បីបំផ្លាញអនាគតរបស់ខ្លួនឯងពេលវេលាមិនមែនគ្រាន់តែសម្រាប់ចំណាយទេពេលវេលាគឺសម្រាប់វិនិយោគបើអ្នកចំណាយពេល1ម៉ោងសម្រាប់អូសទូរស័ព្ទរយៈពេល1ម៉ោងនោះនឹងបាត់ទៅប៉ុន្តែបើអ្នកវិនិយោគ1ម៉ោងនៅក្នុងការរៀនជំនាញវាអាចផ្ដល់ផលឲ្យអ្នកអស់រយៈពេលជាច្រើនឆ្នាំបើអ្នកចំណាយពេល1ម៉ោងលើរឿងដែលគ្មានប្រយោជន៍ពេលវេលានោះនឹងបាត់ទៅជាមួយនៅថ្ងៃនោះដែរប៉ុន្តែបើអ្នកវិនិយោគ1ម៉ោងទៅលើការថែទាំសុខភាពចំណេះដឹងវិន័យឬចរិតលក្ខណៈពេលដែលអ្នកវិនិយោគនោះនឹងអាចជួយឲ្យអនាគតរបស់អ្នកបានរីកចម្រើនដោយយូរអង្វែងសំណួរមួយដែលយើងគួរសួរខ្លួនឯងរាល់ថ្ងៃគឺថ្ងៃនេះខ្ញុំបានចំណាយពេលឬខ្ញុំបានវិនិយោគពេលពាក្យថាថ្ងៃស្អែកអាចคล้ายទៅជាលេសដ៏គ្រោះថ្នាក់មួយសម្រាប់អ្នកពាក្យថាស្អែកស្ដាប់ទៅស្រួលណាស់ស្អែកខ្ញុំនឹងចាប់ដើមរៀនស្អែកខ្ញុំនឹងហាត់ប្រាណស្អែកខ្ញុំនឹងសន្សំលុយស្អែកខ្ញុំនឹងកែខ្លួនស្អែកខ្ញុំនឹងក្លាយជាមនុស្សថ្មីប៉ុន្តែបងប្អូនបើថ្ងៃនេះយើងមិនចាប់ផ្ដើមទេថ្ងៃស្អែកក៏នឹងអាចក្លាយទៅជាថ្ងៃនេះម្ដងទៀតហើយបន្តមកស្អែកទៀតសប្តាហ៍ក្រោយទៀតខែក្រោយទៀតឆ្នាំក្រោយទៀតចុងក្រោយអ្វីដែលយើងហៅថាស្អែកក៏អាចនឹងក្លាយទៅជាការសោកស្ដាយគ្មាននរណាម្នាក់គេមកយុហើយភ្ញាក់ឡើងក្លាយទៅជំនួសខ្លាំងភ្លាមនោះទេគ្មាននរណាម្នាក់ពន្យាពេលរាល់ថ្ងៃហើយភ្ញាក់ឡើងក្លាយទៅជំនួសដែលមានវិន័យភ្លាមទេគ្មានណាម្នាក់ចង់បានអនាគតល្អប៉ុន្តែមិនធ្វើអ្វីសោះហើយអនាគតនោះមកដល់ដោយខ្លួនឯងនោះទេជីវិតមិនដំណើរការបែបនោះទេជីវិតផ្លាស់ប្ដូរនៅពេលដែលយើងផ្លាស់ប្ដូរជំរើសប្រចាំថ្ងៃបើអ្នកចង់បានលទ្ធផលថ្មីអ្នកត្រូវតែធ្វើសកម្មភាពថ្មីបើអ្នកចង់បានជីវិតថ្មីអ្នកត្រូវឈប់រស់នៅក្នុងទម្លាប់ចាស់ដដែលបើអ្នកចង់ឲ្យអនាគតខុសពីម្សិលមិញអ្នកត្រូវតែធ្វើសកម្មភាពថ្ងៃនេះឲ្យខុសពីម្សិលមិញកុំចាំស្អែកដើម្បីគោរពអនាគតរបស់អ្នកគុំចាំស្អែកដើម្បីកែប្រែខ្លួនរបស់អ្នកគុំចាំស្អែកដើម្បីធ្វើអ្វីដែលអ្នកដឹងថាគួរតែធ្វើព្រោះថ្ងៃនេះគឺជាឱកាសដែលអ្នកកាន់នៅក្នុងដៃមនុស្សជាច្រើនចង់មានការផ្លាស់ប្ដូរប៉ុន្តែពួកគេមើលរំលងសកម្មភាពតូចពួកគេចង់បានចំណេះដឹងច្រើនប៉ុន្តែពួកគេមិនចាប់ផ្ដើមអានម្ដងមួយទំព័រទេពួកគេចង់មានលុយសល់ប៉ុន្តែមិនចាប់ផ្ដើមសន្សំបន្តិចម្ដងឡើយពួកគេចង់មានចំណេះជំនាញថ្មីប៉ុន្តែមិនចាប់ផ្ដើមហាត់15នាទីក្នុងមួយថ្ងៃឡើយពួកគេចង់មានជីវិតល្អប៉ុន្តែមិនចង់កែទម្លាប់តូចប្រចាំថ្ងៃឡើយតែការពិតគឺជីវិតត្រូវបានកសាងដោយជម្រើសតូចដែលយើងធ្វើជារៀងរាល់ថ្ងៃរៀន30នាទីក្នុងមួយថ្ងៃមើលទៅជារឿងតូចប៉ុន្តែធ្វើជារៀងរាល់ថ្ងៃវាក្លាយទៅជាចំណេះដឹងហាត់ប្រាណតែ5នាទីក្នុងមួយថ្ងៃមើលទៅតូចតែធ្វើវាជារៀងរាល់ថ្ងៃវាក្លាយទៅជាកម្លាំងសន្សំលុយបន្តិចម្ដងមើលទៅតូចប៉ុន្តែធ្វើឲ្យចូលមកវាក្លាយទៅជាសុវត្ថិភាពហិរញ្ញវត្ថុរក្សាសន្យាមួយចំពោះខ្លួនឯងមើលទៅជារឿងតូចប៉ុន្តែធ្វើជាប់លាប់វាក្លាយទៅជាទំនុកចិត្តលើខ្លួនឯង
កុំងាយជំរឿតូចទឹកមួយដំណក់មិនអាចកាត់ថ្មភ្លាមបានទេប៉ុន្តែទឹកធ្លាក់ជាប់គ្នាអាចកាត់ថ្មបានសកម្មភាពតូចមិនអាចផ្លាស់ប្ដូរជីវិតរបស់អ្នកភ្លាមទេប៉ុន្តែសកម្មភាពតូចដែលធ្វើជារាល់ថ្ងៃអាចកែប្រែជីវិតរបស់អ្នកទាំងមូលបានយើងត្រូវតែនិយាយការពិតភាពងាយស្រួលគួរឲ្យជក់ចិត្តណាស់គេបន្តិចទៀតស្រួលណាស់អូសមើលទូរស័ព្ទសប្បាយណាស់មិនធ្វើអ្វីដែលពិបាកងាយណាស់ចាំស្អែកងាយណាស់រកលេសងាយណាស់ប៉ុន្តែភាពងាយស្រួលមិនតែងតែធ្វើឲ្យយើងទៅកន្លែងល្អទេពេលខ្លះភាពងាយស្រួលថ្ងៃនេះคล้ายទៅជាការលំបាកនៅថ្ងៃស្អែកពេលខ្លះការគេចវេះនៅថ្ងៃនេះคล้ายទៅជាការសោកសៅនៅថ្ងៃស្អែកពេលខ្លះការសប្បាយខ្លីៗថ្ងៃនេះคล้ายទៅជាបញ្ហារយៈពេលវែងវិន័យមិនងាយទេតែវិន័យមានតម្លៃវិន័យបង្រៀនយើងឲ្យធ្វើអ្វីដែលត្រឹមត្រូវទោះបីយើងមិនចង់ធ្វើក៏ដោយវិន័យបង្រៀនយើងឲ្យរក្សាសន្យាចំពោះខ្លួនឯងវិន័យបង្រៀនយើងមិនឲ្យបោះបង់ឬចុះចាញ់អារម្មណ៍ដែលតែងតែប្រែប្រួលពីមួយគណៈទៅមួយគណៈវិន័យបង្រៀនយើងឲ្យគោរពអនាគតរបស់ខ្លួនឯងពេលដែលអ្នករៀនទោះបីជាអ្នកចង់លេងទូរស័ព្ទក៏ដោយនោះអ្នកកំពុងតែកសាងវិន័យហើយពេលដែលអ្នកហាត់ប្រាណទោះបីអ្នកខ្ជិលក៏ដោយនោះអ្នកកំពុងតែកសាងកម្លាំងហើយពេលដែលអ្នកសន្សំលុយទោះបីអ្នកចង់ចាយក៏ដោយនោះអ្នកកំពុងតែកសាងការទទួលខុសត្រូវហើយពេលដែលអ្នកជួយគ្រួសារទោះបីនរណាម្នាក់មិនសើក៏ដោយនោះអ្នកកំពុងតែកសាងចរិតល្អហើយពេលអ្នកធ្វើរឿងត្រឹមត្រូវទោះបីគ្មាននរណាមើលក៏ដោយនោះអ្នកកំពុងតែសាងមនុស្សដែលអ្នកអាចគោរពបាននេះហើយគឺជាកម្លាំងពិតកម្លាំងពិតមិនមានសម្លេងខ្លាំងទេកម្លាំងពិតគឺការធ្វើអ្វីដែលគួរធ្វើនៅពេលគ្មាននរណាបង្ខំមនុស្សជាច្រើនចង់មានទំនុកចិត្តប៉ុន្តែទំនុកចិត្តមិនកើតពីការនិយាយខ្ញុំអាចធ្វើបានតែមួយមុខទេទំនុកចិត្តកើតពីភស្តុតាងថាអ្នកធ្វើអ្វីដែលអ្នកនិយាយភស្តុតាងថាអ្នករក្សាសន្យាចំពោះខ្លួនឯងភស្តុតាងថាអ្នកមិនបោះបង់ងាយភស្តុតាងថាអ្នកអាចពឹងលើខ្លួនឯងបានរាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងរៀន30នាទីហើយអ្នកធ្វើវានោះអ្នកកំពុងប្រាប់ខ្លួនឯងថាខ្ញុំអាចទុកចិត្តលើខ្លួនឯងបានរាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងហាត់ប្រាណហើយអ្នកបានហាត់ប្រាណមែននោះអ្នកកំពុងប្រាប់ខ្លួនឯងថាខ្ញុំថែរក្សាខ្លួនឯងរាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងឈប់ពន្យាពេលហើយអ្នកចាប់ផ្ដើមធ្វើរឿងតូចមួយនោះអ្នកកំពុងប្រាប់ខ្លួនឯងថាខ្ញុំកំពុងផ្លាស់ប្ដូរហើយបងប្អូនមនុស្សម្នាក់មិនផ្លាស់ប្ដូរដោយគ្រាន់តែចង់ផ្លាស់ប្ដូរទេមនុស្សម្នាក់ផ្លាស់ប្ដូរដោយធ្វើសកម្មភាពដែលបង្ហាញថាខ្លួនកំពុងក្លាយជាមនុស្សថ្មីទម្រង់របស់អ្នកគឺជាសម្លេងសម្ងាត់ដែលប្រាប់ថាអ្នកកំពុងក្លាយទៅជាមនុស្សបែបណារាល់ពេលអ្នកជ្រើសរើសវិន័យនោះអ្នកកំពុងកំណត់ឲ្យខ្លួនឯងក្លាយទៅជាមនុស្សរឹងមាំរាល់ពេលដែលអ្នកជ្រើសរើសការរៀននោះអ្នកកំពុងកំណត់ខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលមានចំណេះដឹងរាល់ពេលដែលអ្នកជ្រើសរើសការទទួលខុសត្រូវនោះអ្នកកំពុងកំណត់ខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលគួរឲ្យទុកចិត្តឥឡូវសូមផ្អាកបន្តិចសូមសួរខ្លួនឯងដោយស្មោះត្រង់តើរឿងមួយណាដែលខ្ញុំបានពន្យាពេលយូរហើយការរៀនសុខភាពការសន្សំលុយការកែអត្តចរិតការជួយគ្រួសារការរៀនចំណេញថ្មីការសុំទោសណាម្នាក់ការចាប់ផ្ដើមគោលដៅមួយឥឡូវសូមសួរខ្លួនឯងម្ដងទៀតតើសកម្មភាពតូចអ្វីដែលខ្ញុំអាចធ្វើនៅថ្ងៃនេះបានមិនចាំបាច់ធ្វើសកម្មភាពធំទេអាន5ទំព័រដើរ15នាទីសរសេរផែនការសម្រាប់ថ្ងៃស្អែកសន្សំលុយបន្តិចរៀនពីអង់គ្លេស5ពាក្យជួយគ្រួសារបិទទូរស័ព្ទ30នាទីដើម្បីផ្ដោតទៅលើការងារធ្វើកិច្ចការដែលអ្នកពន្យាពេលយូរហើយកុំរងចាំឲ្យកម្លាំងចិត្តមកជាមុនសកម្មភាពតូចអាចបង្កើតកម្លាំងចិត្តតាមក្រោយគម្រោងចាំឲ្យជីវិតងាយស្រួលមុនការចាប់ផ្ដើមថ្ងៃនេះនឹងធ្វើឲ្យអ្នកកាន់តែរឹងមាំឥឡូវសូមនិយាយតាមខ្ញុំនិយាយដើម្បីខ្លួនឯងពេលវេលារបស់ខ្ញុំមានតម្លៃជំរឿនរបស់ខ្ញុំមានតម្លៃជំរឿនរបស់ខ្ញុំមានសារៈសំខាន់ខ្ញុំអាចចាប់ផ្ដើមថ្ងៃនេះខ្ញុំកសាងអនាគតរបស់ខ្ញុំម្ដងមួយសកម្មភាពខ្ញុំមិនចាំបាច់ល្អឥតខ្ចោះទេខ្ញុំត្រូវការភាពជាប់លាប់ពាក្យទាំងនេះមិនមែនជាមន្តអាគមទេប៉ុន្តែវាអាចរំលឹកអ្នកបានរំលឹកថាអ្នកនៅមានឱកាសរំលឹកថាអ្នកអាចចាប់ផ្ដើមបានរំលឹកថាអ្នកមិនត្រូវរងចាំអ្វីល្អឥតខ្ចោះទេរំលឹកថាមនុស្សថ្មីរបស់អ្នកអាចចាប់ផ្ដើមពីសកម្មភាពតូចមួយនៅថ្ងៃនេះបើអ្នកស្ដាប់បន្តពីនេះសូមកុំឲ្យវាคล้ายទៅជាការលើកចិត្តតែមួយផ្លែតសូមយកវាទៅធ្វើថ្ងៃនេះសូមជឿរើសសកម្មភាពតូចមួយបើអ្នកជាសិស្សរៀនកន្លះម៉ោងមុនពេលអូសទូរស័ព្ទបើអ្នកចង់មានសុខភាពល្អដើរហាត់ប្រាណ15នាទីបើអ្នកចង់មានលុយសល់សន្សំមុនពេលចាយទៅលើរបស់ដែលមិនចាំបាច់បើអ្នកចង់មានជំនាញថ្មីហាត់យ៉ាងហោច30នាទីជារៀងរាល់ថ្ងៃបើអ្នកចង់មានវិន័យរៀបចំបន្ទប់រៀបចំកាលវិភាគនិងបញ្ចប់កិច្ចការមួយដែលអ្នកបានពន្យាពេលបើអ្នកចង់ក្លាយជាមនុស្សល្អជាងមុនជួយគ្រួសារ